ព្រះសង្ឃចំនួន1250ព្រះអង្គនិងប្រជាពលរដ្ឋបរិស័ទ500នាក់បាននិមន្តនឹងចូលរួមពិធីសមាធិបួងសួងសុំសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជាដើម្បីផ្សាយកុសលនិងបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ពលរដ្ឋនិងវីរៈកងទ័ពកម្ពុជាពិធីនេះដឹកនាំដោយសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតនិងលោកជំទាវមកពោពនរិទ្ធពេជ្រសោភ័ណ្ឌព្រមទាំងឯកឧត្តមលោកជំទាវប្រជាពុទ្ធបរិស័ទប្រមាណ500នាក់និងព្រះមន្ត្រីសង្ឃចំនួន1250ព្រះអង្គដែលបានប្រារព្ធឡើងនាបរិវេណវត្តបុត្រវត្តដីរាជវរារាមវេលាម៉ោង6ល្ងាចថ្ងៃទី29ខែធ្នូឆ្នាំ2025គោលបំណងសំខាន់នៃការជួបជុំរៀបចំពិធីសមាធិនេះដើម្បីផ្សព្វផ្សាយពីការសាមគ្គីជាតិខ្មែរបង្ហាញទៅកាន់អន្តរជាតិថាកម្ពុជាពិតជាត្រូវការសន្តិភាពយ៉ាងពិតប្រាកដរក្សាបាននូវភាពស្ងប់ស្ងាត់ទាំងផ្លូវកាយនិងផ្លូវចិត្តពិសេសជំរុញស្មារតីពលរដ្ឋទាមទារសន្តិភាពដោយសន្តិវិធីនិងធម៌អហិង្សាតាមព្រះពុទ្ធសាសនានិងបញ្ជាក់ថាប្រជាជនកម្ពុជាទូទាំងប្រទេសពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័សតាមមធ្យោបាយសន្តិវិធីដោយគោរពទៅតាមច្បាប់អន្តរជាតិនិងស្មារតីមនុស្សធម៌ដើម្បីការពារជីវិតប្រជាជននាពិធីនេះសម្ដេចព្រះសង្ឃនាយករងព្រះមន្ត្រីសង្ឃទាំង1250ព្រះអង្គនិងលោកជំទាវបណ្ឌិតព្រមទាំងឯកឧត្តមលោកជំទាវប្រជាពុទ្ធបរិស័ទបានប្រារព្ធបទនមស្ការសមាទានសិលកាន់យកនៅព្រះធម៌សមណគោតមនិងនិច្ចសិលធ្វើសមាធិនិងឧទ្ទិសកុសលផ្សាយមេត្តាចិត្តនិងសូមបួងសួងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដែលបានពលីក្នុងបុព្វហេតុការពារទឹកដីនិងអធិបតេយ្យភាពជាតិបង្ហាញការគោរពនិងដឹងគុណ